គ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់នាទីយប់ស្ងាត់សម្លេងដែលខ្ញុំបានដាក់មុននេះបងប្អូនគឺជាសម្លេងរបស់សត្វខ្លែងស្រាកដែលតាមអបិយជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែដំណើរនិយាយតគ្នាមកហ្នឹងតកតងពីប្រវត្តិនៃសត្វខ្លែងស្រាកនេះគឺថាសត្វខ្លែងស្រាកកាលណាបើវាហើរទៅទុំយំស្រែកនៅលើដំបូលផ្ទះរបស់អ្នកណាប្រកាសណាផ្ទះអ្នកនោះនឹងកើតមានរឿងអាក្រក់កើតឡើងនៅក្នុងថ្ងៃណាមួយដែលมันអាចស្មានដល់អញ្ចឹងបងប្អូនហើយនៅក្នុងទិត្រីនេះដែរគឺខ្ញុំនឹងលើកយកសាច់រឿងមួយដែលតាក់ទងទៅនឹងសត្វខ្លែងស្រាកយកមកដំណើរឲ្យបងប្អូនបានស្ដាប់កំសាន្តដូចជាស្ដាប់ដោយការពិចារណាទាំងអស់គ្នាបងប្អូនហើយសាច់រឿងដែលខ្ញុំនឹងលើកយកមកនេះខ្ញុំសូមដាក់ចំណងជើងឲ្យថាខ្លែងស្រាកហៅប្រលឹងបងប្អូនហ្នឹងហើយកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ជាមួយខ្ញុំដូចតទៅនៅពាក់កណ្ដាលអាត្រាតយប់ស្ងាត់ផ្ទៃមេឃគ្របដណ្ដប់ទៅដោយសបាយអនាកាលបរិយាកាសងងឹតសូន្យសុងផ្គរក៏ចាប់ផ្ដើមលាន់ឮក្រឹមហើយខ្យល់ក៏ចាប់ផ្ដើមបក់បោកមកយល់យោងទៅនឹងដើមព្រឹក្សាដែលនៅខាងក្រៅផ្ទះរបស់អ្នកភូមិនៅក្នុងពេលនោះដែរគឺថាមេឃក៏ចាប់ផ្ដើមជិតបង្អល់ទឹកភ្លៀងហើយហ្វូងសត្វបាសាបាសីទាំងអស់កាលណាបើឃើញទស្សនភាពបែបនេះក៏នាំគ្នាភ័យឆោឡោហើយក៏បានប្រះចាកពីទ្រនំចាស់ដែលធ្លាប់តែរស់នៅសុខសាន្តហើរទៅកាន់ទីកន្លែងថ្មីដែលដើម្បីជៀសផុតពីគ្រោះទឹកភ្លៀងដ៏កាចសាហាវអញ្ចឹងបងប្អូនហើយនៅក្នុងហ្វូងបាសាបាសីនេះក៏មានសត្វជាច្រើនប្រភេទរួមមានទាំងសត្វខ្លែងស្រាកផងដែរគ្រប់បាសាបាសីទាំងអស់ហើរសំដៅទៅទីកន្លែងផ្សេងគ្នាចំណែកឯសត្វខ្លែងស្រាកមិនបានហើរទៅណាឆ្ងាយនោះទេវាបានហើរសំដៅមកជិតភូមិអ្នកស្រុកដែលនៅក្បែរនោះសត្វខ្លែងស្រាកមួយបានហើរទៅទុំនៅលើដំបូលផ្ទះរបស់តាសនហើយវាបានយំស្រែកយ៉ាងខ្លាំងផងដែរអមទៅដោយសំឡេងទឹកភ្លៀងផងសំឡេងឆ្កែលូផងបណ្ដាលឲ្យតាសនដែលគាត់ជាបរិះវ័យចំណាស់ម្នាក់រស់នៅតែឯងនៅក្នុងខ្ទមកំសត់របស់គាត់នោះមានការផិតភ័យយ៉ាងខ្លាំងដោយគាត់បាននឹកឃើញថាអំពីអបិយជំនឿដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែនិយមនិយាយដំណើរតគ្នាមកតាក់ទងទៅនឹងសត្វខ្លែងស្រាកហើរមកទុំនៅលើដំបូលផ្ទះផងនោះធ្វើឲ្យគាត់មានការផិតភ័យរងាញញញែកយ៉ាងខ្លាំងព្រមទាំងដោយសារតែអាកាសធាតុមេឃភ្លៀងខ្លាំងផងនោះសត្វខ្លែងស្រាកបានបន្តស្រែកបូននៅលើដំបូលផ្ទះរបស់តាសនរយៈពេលយ៉ាងយូររហូតតាសនទ្រាំមិនបាននោះទេដោយសារតែគាត់ភ័យខ្លាចខ្លាំងពេកក៏យកប្រណងដេញទៅគោះនៅលើដំបូលផ្ទះរបស់គាត់នោះហើយសត្វខ្លែងស្រាកក៏បានផ្អើលហើរបាត់ទៅដោយអំណាចនៃការផិតភ័យពីសម្លេងខ្លែងស្រាកផងពីសម្លេងឆ្កែលូផងហើយគាត់នឹកឃើញទៅលើអបិយជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងផងធ្វើឲ្យតាសនចាប់ផ្ដើមរងាញញែកហើយនៅព្រឹកថ្ងៃបន្ទាប់គាត់មានអាការៈក្តៅខ្លួនខ្លាំងហើយដោយសារតែគាត់នៅតែម្នាក់ឯងទៀតផងនោះអញ្ចឹងគាត់មិនបានចុះមកដីហើយក៏មិនបានឲ្យអ្នកណាដឹងថាគាត់មានអាការៈមិនស្រួលខ្លួនឡើយពីមួយថ្ងៃទៅមួយថ្ងៃអាការៈរបស់គាត់មិនបានធូរស្រាលទេហើយវាចាប់តែក្តៅទៅដោយសារតែតាសនគាត់ជាមនុស្សដែលមានវ័យរៀងចំណាស់ដែរហើយវាធ្វើឲ្យគាត់នឹងទ្រាំទ្រទៅនឹងអាការៈមួយនេះមិនបានដែលបណ្ដាលឲ្យតាសននឹងទទួលរងនឹងការបាត់បង់ជីវិតយ៉ាងអនាថមដោយមិនមាននរណាម្នាក់បានដឹងនឹងបានមកជួយសង្គ្រោះគាត់ឲ្យទាន់ពេលវេលាឡើយប្រហែលថ្ងៃក្រោយមកដោយមានការបាត់ពីតាសនមិនបានឃើញចុះដីនិងមិនបានឃើញទៅទីវាលនៅក្នុងភូមិផ្សេងទៀតតាសុចដែលជាអ្នកភូមិផងរបងជាមួយរបស់តាសនមានការងឿងឆ្ងល់យ៉ាងខ្លាំងក៏បានដើរមកមើលនៅផ្ទះតាសនពេលដែលគាត់ដើរមកដល់គាត់បានស្រែកហៅតាសន4-10ម៉ាត់ដោយមិនមានពីណាគេឆ្លើយនោះទេតាសុចគាត់បានហៅតាសនខ្លាំងគាត់ស្រែកពីមុខផ្ទះរបស់គាត់ទៅតែតាសនដោយសារតែគាត់ស្លាប់តាំងពីយប់ថ្ងៃមុនមកម្លេះហើយគាត់មិនបានឆ្លើយទេដោយហៅ4-10ម៉ាត់ទៅតាសននៅតែមិនឆ្លើយតាសុចក៏សម្រេចចិត្តឡើងមកលើផ្ទះរបស់តាសនដើម្បីចង់ដឹងថាតាសននៅផ្ទះដែរឬអត់ចឹងបងប្អូន
នៅពេលដែលតាស៊ុចឡើងមកលើផ្ទះរបស់តាសនអ្វីដែលគួរឲ្យតក់ស្លុតនោះគឺតាស៊ុចបានឃើញតាសនដេកស្លាប់នៅលើគ្រែរបស់គាត់ហើមស្អុយរលួយបាត់ទៅហើយបងប្អូនមិនដឹងថាតាសននេះគាត់ស្លាប់ពីពេលណានោះទេតាស៊ុចគាត់មានការផិតភ័យយ៉ាងខ្លាំងហើយក៏បានដើរទៅប្រាប់លោកអ៊ំមេភូមិដែលនៅផ្ទះក្បែរនោះដែរឲ្យមកជួយមើលក៏ដូចជាមកជួយអន្តរាគមន៍ទៅនឹងការស្លាប់របស់តាសនណាបងប្អូនបន្ទាប់អំពីតាស៊ុយគាត់រត់ទៅប្រាប់លោកអ៊ំមេភូមិរួចមកតែទៅនឹងក៏លោកអ៊ំមេភូមិគាត់បានចុះមកមើលតាសាកសពរបស់តាសននឹងថាតើវាមានមូលហេតុអីបានបណ្ដាលឲ្យតាសនគាត់ស្លាប់អញ្ចឹងណាបងប្អូនព្រោះដោយសារថាសម័យនោះមិនទាន់ជាមានបច្ចេកវិទ្យាអីជឿនលឿនក៏ដូចជាទៅហៅប៉ូលីសហៅអីមកធ្វើកសលវិច័យតាក់ទងទៅនឹងថាតើមានករណីឃាតកម្មឬក៏អីអញ្ចឹងបងប្អូនមិនមានទេអញ្ចឹងទៅក៏បងប្អូនប្រជាពលរដ្ឋក៏នាំគ្នាធ្វើការចាត់ចែងបុណ្យសពរបស់តាសនអញ្ចឹងទៅបងប្អូនបន្ទាប់ពីធ្វើកិច្ចពិធីបុណ្យសពតាសនចប់សពគ្រប់រួចរាល់ផ្ទះតាសនឡើងមានមនុស្សនៅទៀតហើយបងប្អូនហើយម្ដងម្កាលក៏មានមនុស្សដើរឆ្លងកាត់ទីនោះម្ដងអញ្ចឹងទៅថ្ងៃមួយតាស៊ុចដោយផ្លូវទៅចំការរបស់គាត់ក៏កាត់ផ្ទះមុខផ្ទះរបស់តាសនដែរពេលដែលគាត់ដើរទៅចំការរបស់គាត់កាត់មុខផ្ទះតាសនគាត់ក៏បានឃើញសត្វខ្លែងស្រាក់មួយកំពុងតែយំទុំនៅលើដំបូលផ្ទះរបស់តាសនហាក់បីដូចជាស្រែកអន្តងហៅលឹងវិញ្ញាណអីណាមួយអញ្ចឹងបងប្អូនវាធ្វើឲ្យគាត់មានការផិតភ័យយ៉ាងខ្លាំងហើយគាត់ក៏បានដើរហួសទៅនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញក៏គាត់បានជួបនឹងហេតុការណ៍ចម្លែកជាច្រើននៅតាមផ្លូវជាពិសេសនៅពេលដែលគាត់ដើរមកដល់មុខផ្ទះតាសនបងប្អូននៅពេលដែលតាស៊ុចត្រឡប់មកផ្ទះវិញវាធ្វើឲ្យគាត់មានការផិតភ័យយ៉ាងខ្លាំងហើយបណ្ដាលឲ្យគាត់នឹងមានអាការៈក្តៅខ្លួនញ័រដោយតាសនចឹងដែរប្រហែលថ្ងៃក្រោយមកតាស៊ុចដែលជាគូកូនសម្លាញ់ខ្លានឹងតាសនហ្នឹងក៏បានបាត់បង់ជីវិតទៅតាមតាសនដែរចឹងបងប្អូនហើយរឿងរ៉ាវហេតុការណ៍ចម្លែកក៏កើតមាននៅក្នុងភូមិឈីហូហែដែលបណ្ដាលឲ្យលោកអ៊ំមេភូមិគាត់ក៏បានទៅអញ្ជើញលោកគ្រូមន្តអាគមដើម្បីឲ្យមកប្រក្រាបតទៅនឹងអំពើអាព្រាយបិសាចនៅក្នុងភូមិអញ្ចឹងទៅនៅពេលដែលលោកគ្រូអាគមដែលគាត់បានដើរដល់ផ្ទះតាសននិងផ្ទះតាស៊ុចនោះគឺថាមានសត្វខ្លែងស្រាកពីរដែលកំពុងតែឈរបូននៅលើផ្ទះរបស់តាសននិងផ្ទះតាស៊ុចយ៉ាងគួរឲ្យរន្ធត់និងគួរឲ្យព្រឺព្រួយអញ្ចឹងបងប្អូនគ្រូអាគមដោយសារតែគាត់មានចំណេះវិជ្ជាខាងផ្លូវងឹតខ្លាំងគាត់ក៏បានបង្ក្រាបតទៅនឹងពលឹងវិញ្ញាណបិសាចដែលមកអន្តងហៅមកបង្លាញរបស់អ្នកភូមិហ្នឹងបានជោគជ័យទៅហើយចាប់តាំងពីពេលនោះមកគឺថាលែងមានវត្តមានសត្វខ្លែងស្រាកហើរមកទុំផ្ទះប្រជាពលរដ្ឋណាទៀតឡើយហើយហេតុការណ៍ផ្សេងក៏លែងមានកើតឡើងនៅក្នុងភូមិស្រុករបស់តាសនទៀតផងដែរហើយសាច់រឿងរបស់យើងក៏ឈានមកដល់ទីបញ្ចប់ផងដែរបងប្អូនដោយសារតែការអធិប្បាយរបស់ខ្ញុំនៅថ្មីថ្មោងបើសិនជាមានការលើសលួសខ្វះខាតត្រង់ចំណុចណាបងប្អូនអាចចូលទៅ comment នៅខាងក្រោមវីដេអូបានជាមតិកែលម្អក៏ដូចជារិះគន់ដើម្បីស្ថាបនាឲ្យខ្ញុំបានទទួលនៅចំណេះដឹងផ្នែកនេះបន្ថែមទៀតចឹងបងប្អូនសូមអរគុណបងប្អូនដែលទស្សនាមកដល់ទីបញ្ចប់សូមអរគុណបងប្អូនជម្រាបលា